ធ្វើម្ហូបប្រចាំថ្ងៃបងប្អូននេះថ្ងៃនេះឡម្ជូរត្រកួនសាច់ជ្រូកបងប្អូនជាតិណាស់ថ្ងៃនេះចំផុសបានហាន់គ្រឿងហើយចាប់ផ្ដើមស្លម្ជូរគ្រឿងបងប្អូនណាគ្រឿងចំផុសចាប់ផ្ដើមបុកគ្រឿងយើងដាក់អីមានតែបេះខ្ទឹមម្ទេសដាក់ទៅបងប្អូនគ្រឿងហើយចុងផុសហាន់សាច់គ្រឿងរួចហើយហាន់សាច់បងប្អូនសាច់ជ្រូកយើងហ្នឹងណាហាន់ជាឈិនមកដើម្បីបានរសជាតិឆ្ងាញ់សាច់ជ្រូកបងប្អូនហើយហាន់សាច់ជ្រូកផៅកូរគ្រឿងសាច់បងប្អូនកូរគ្រឿងសាច់ដាក់ត្រកួនចូលត្រកួនសែបងប្អូនត្រកួនសែnó có đá sấu ồ đấy làត្រកួនឆែចូលមកអមឆែចូលស្លំជូរត្រកួននោះបងប្អូនចូលមកហើយតែទុំចូលអូខេវីមកតែទុំពុលទុំបងប្អូនដាក់ពុលទុំចូលចំនួន1ដុំ3គីឡូទៅដាក់ម្សៅស៊ុបបងប្អូនម្សៅស៊ុបចំនួន2ដាក់ព្រាបាយកន្លះវាឆាទៅទឹកត្រីកន្លះវាឆាថែម1ជ្រុចទៀតប្រហុកចំនួន1វាយ៉ាងបញ្ចាឲ្យមានក្លិនឆ្ងាញ់គេហៅថាស្លំម្ជូរគ្រឿងត្រកួនសាច់ជ្រូកឆ្ងាញ់ណាស់បងប្អូនទទួលទានជំនួសបាតហ្នឹងអញ្ចឹងចំណាញ់ហើយបងប្អូនពីចំផុសបានស្លជូរគ្រឿងបងប្អូនណាចា៎ហើយបងប្អូនទទួលទានមានបានអស់គ្នាជួយដៃជាដើម្បីទទួលមានទានមានបានអីបងប្អូនចំណាំអស់ណាគ្រប់គ្នាកំពុងជួយដៃជា